រឹបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូអេពីសូតទី3នៃ Channel ភ្លើងងឹតនឹងហើយវីដេអូនេះគឺខ្ញុំធ្វើរៀងស្អាតតិចទៅព្រោះអីវីដេអូមុនគឺខ្ញុំថតហើយខ្ញុំផុសអត់សូវបានធ្វើឲ្យស្អាតស្អំទេអញ្ចឹងណាអញ្ចឹងក៏ស្រាប់តែមានបងប្អូនមើលច្រើនហើយមានអ្នក Subscribe ដែរ 4-5 អ្នកដែរអញ្ចឹងណាអញ្ចឹងក៏វីដេអូនេះធ្វើរៀងគ្រាន់បើតិចទៅហើយវីដេអូនេះគឺខ្ញុំអាចនឹងផុសថ្ងៃច័ន្ទហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាថ្ងៃច័ន្ទគឺជាថ្ងៃដើមទ្របអញ្ចឹងអ្នករស់ទូទានក៏សូមឲ្យរីកចម្រើនហើយអ្នកធ្វើការក៏សូមឲ្យការងាររលូនអ្នកធ្វើដំណើរតាមផ្លូវក៏សុខសុវត្ថិភាពទាំងអស់គ្នាហ្នឹងហើយអញ្ចឹងរឿងដែលខ្ញុំនឹងលើកមកនិយាយថ្ងៃនេះគឺពាក់ព័ន្ធនឹងទំនប់ចាស់មួយដែលសល់ពីសម័យខ្មែរក្រហមមកហើយវាមានរឿងរ៉ាវដែលលោកបន្លាចហ្នឹង 3-4 រឿងដែរហើយខ្ញុំនឹងព្យាយាមនិយាយពីរឿងមួយទៅរឿងមួយដើម្បីឲ្យអ្នកទាំងអស់គ្នាហ្នឹងស្ដាប់ទៅស្រួលយល់អញ្ចឹងណាហ្នឹងហើយដោយទំនប់ហ្នឹងគឺលើកដោយដៃទេលើកដោយដៃមនុស្សទេហើយនឹងឯពេលកាលណាលើកទៅនៅសម័យខ្មែរក្រហមហ្នឹងគឺដោយអ្នកទាំងអស់គ្នាដឹងស្រាប់ហើយគេមានការកាប់សម្លាប់ដែរអញ្ចឹងណានឹងឯអ្នកដែលប្រឆាំងគេទៅឬក៏អ្នកដែលធ្វើការមិនបានល្អគឺគេសម្លាប់ហើយបើតាមចាស់និយាយគឺគេសម្លាប់ហើយគេយកទៅធ្វើស្នូកទំនប់ហ្នឹងបានន័យថាគេយកខ្មោចហ្នឹងទៅកប់នៅក្នុងទំនប់ហ្នឹងឯងអញ្ចឹងទៅបានក្រោយមកទៀតគឺមានរឿងរ៉ាវលងបន្លាចច្រើនមែនតើហ្នឹងហើយអញ្ចឹងរឿងទី1ដែលខ្ញុំនឹងនិយាយនេះគឺពាក់ព័ន្ធនឹងអ៊ំប្រុសម្នាក់ឈ្មោះថាអ៊ំសេនដែលគាត់ទៅធ្វើស្រែចម្ការនៅកន្លែងហ្នឹងនៅចិត្តហ្នឹងនៅឯគាត់កាប់ឈើអញ្ចឹងទៅក៏គាត់ដុតអញ្ចឹងទៅក៏គាត់ធ្វើចម្ការហ្នឹងឯងគាត់ដាំស្រូវអញ្ចឹងគាត់ទៅនៅបានតាមអាទិត្យអីទេគឺគាត់មកវិញហើយព្រោះអីមានរឿងរ៉ាវច្រើនដែលគាត់បាននិយាយប្រាប់មានរឿងរ៉ាវច្រើនដែលគាត់ជួបនៅកន្លែងហ្នឹងគាត់នៅគាត់បានហ្នឹងហើយដោយគាត់ថាកន្លែងហ្នឹងឲ្យតែយប់ឡើងគឺមានសំឡេងគេជជែកគ្នាហ្នឹងហើយទាំងដែលគ្មានមនុស្សសោះគាត់ឮសំឡេងគេជជែកគ្នាឬសំឡេងគេកាប់ដីឬសំឡេងគេនិយាយគ្នាឬសំឡេងកូនក្មេងយំហ្នឹងហើយគឺទស្សនភាពស្ដាប់ទៅគឺដូចកំពុងតែលើកទំនប់ហ្នឹងទាំងដែលការពិតគឺគ្មានមនុស្សទេបានន័យថាគាត់ទៅដេកទៅជាមួយប្រពន្ធកូនគាត់ហ្នឹងណាហ្នឹងហើយអញ្ចឹងពេលហ្នឹងគឺគាត់ក៏នៅលេងបានហ្នឹងហើយដោយសារទី1គាត់ខ្លាចខ្លួនឯងដែរហើយទី2ប្រពន្ធគាត់ឈឺហ្នឹងហើយអញ្ចឹងទៅក៏នៅអត់បានដែរហ្នឹងក៏គាត់លេងនៅតាំងទៅគាត់អត់បានធ្វើជាការតទេគឺគាត់មកនៅផ្ទះវិញរឿងបន្ទាប់ទៀតគឺពាក់ព័ន្ធនឹងបងស្រីម្នាក់ឈ្មោះថាបងហឿងគឺគាត់ដឹកទៅសក់ឲ្យនឹងផ្លែអាលឹកហ្នឹងកាត់ទំនប់ហ្នឹងដូចគ្នាហ្នឹងហើយគាត់បានធ្វើចំការនៅម្ខាងទៀតនៃស្ទឹងហ្នឹងហើយពេលគាត់បរទេសមកផ្ទះគឺគាត់ត្រូវការបរកាប់ទំនប់ហ្នឹងហ្នឹងហើយអញ្ចឹងកំឡុងពេលគាត់បរមកគាត់បរម្នាក់ឯងទេហើយក្នុងប្រទេសគាត់ហ្នឹងក្នុងប្រទេសគោគាត់ហ្នឹងគឺគាត់ដាក់ភោគផលដំណាំដូចទៅសក់ដូចជាពោតដូចជាផ្លែអាលឹកអីចឹងណាហ្នឹងហើយគាត់បរទេសមកពេលយប់ហើយគាត់មានពិលមួយគាត់ចងនឹងភ្នាក់ដៃប្រទេសគោដើម្បីឲ្យគោវាមើលផ្លូវឃើញអញ្ចឹងណាហ្នឹងហើយពេលគាត់បរមកដល់កន្លែងចុងទំនប់ហ្នឹងរៀបនឹងឡើងទំនប់ហ្នឹងក៏ស្រាប់តែគោផ្អើលអញ្ចឹងទៅគោវាច្រាមកក្រោយវិញមិនដឹងថាវាដូចភ័យដូចវាឃើញអ្វីនៅក្នុងខាងមុខហ្នឹងហើយប៉ុន្តែពិលហ្នឹងគឺអត់ឃើញអីទេអាចន្លោះពិលភ្លឺហ្នឹងគាត់ទាញគោហ្នឹងឯនៅស្ងៀមសិនក៏ស្រ័យពិលហ្នឹងហើយមើលទៅខាងមុខទៀតអញ្ចឹងណាគាត់បៀបច្បាច់ពិលមើលអញ្ចឹងណាហ្នឹងហើយក៏ឃើញមនុស្សស្រីម្នាក់ដេកនៅកណ្ដាលផ្លូវពោះធំហ្នឹងហើយពោះធំហើយគាត់ថាពេលហ្នឹងគោគាត់កាន់តែផ្អើលព្រោះអីគាត់ប្រចាំងពិលទៅគឺវាឃើញកាន់តែច្បាស់អញ្ចឹងគោគាត់ក៏កាន់តែផ្អើលប៉ុន្តែគោគាត់ណាមិនមែនផ្អើលទៅក្រោយណាគឺវារត់ទៅមុខចុងពេលហ្នឹងគាត់ភ័យមែនតើគាត់ថាគិតថាប្រហែលជាមនុស្សមែនតើវាបោលទៅវាជន់មនុស្សពោះធំហ្នឹងហើយប្រទេសក៏ឡើងជន់មនុស្សពោះធំនឹងដូចគ្នាហើយអាទេសគោពេលលើជន់ទៅវាអាលាក់ដូចគ្នាលាក់ដូចជន់អីលាក់បែបថាជន់ឈើចឹងអីវាលាក់ដូចគ្នាហ្នឹងហើយគាត់បានឆ្ងាយទៅគាត់ទាញគោគាត់ឲ្យឈប់សិនគាត់ស្រួលគោគាត់ហ្នឹងហើយទៅវារឹងឈប់ហើយគាត់ក៏ប្រចាំងពិលមើលខាងក្រោយតែអត់ឃើញមានអីអត់ឃើញមនុស្សពោះធំនឹងដេកនឹងទៀតទេហើយគាត់ក៏រៀងភ័យដែរពេលហ្នឹងហ្នឹងគាត់គិតផ្លូវផ្សេងហើយចាប់ផ្ដើមគិតផ្លូវផ្សេងហើយអត់គិតថាជាមនុស្សទេហ្នឹងហើយ
គាត់ក៏អត់បានទៅនៅយូរឯដែរព្រោះគាត់ក៏វាយគោឯងគោវាដើរទៅមុខទៀតហ្នឹងហើយដើរដល់កណ្ដាលទំនប់ហើយកណ្ដាលទំនប់ហ្នឹងគឺមានដើមកគីមួយដែលគេកាត់នៅតកុលហ្នឹងហើយនៅតកុលកម្ពស់ប្រហែលជាកន្លះម៉ែត្រគាត់ថាឃើញមនុស្សស្រីហ្នឹងអង្គុយនៅលើហ្នឹងពោះធំហើយគាត់ប្រចាំងពិលមើលទៅចំមុខគឺអត់មានឈាមអីទេប៉ុន្តែរបៀបមនុស្សក្រៀមក្រោះហ្នឹងហើយមនុស្សស្លេកអត់មានបាយមានអីហូបអញ្ចឹងណារបៀបអញ្ចឹងស្លេកស្លាំងហ្មងហើយពោះធំហើយរបៀបថាមនុស្សអស់កម្លាំងហ្នឹងហើយអត់មានឈាមមានអីអញ្ចឹងណារបៀបស្លេកដូចគ្មានអីស៊ីសោះអញ្ចឹងណាហ្នឹងហើយគាត់ក៏នឹកឃើញថាគាត់ដឹកអាហារគាត់ដឹកផ្លែឈើអញ្ចឹងទៅក៏គាត់ព្យាយាមទាញគោគាត់ឲ្យឈប់ហើយគាត់ក៏យកកបិតបានពុះផ្លែអាឡឹកហ្នឹងហើយពុះអញ្ចឹងទៅពុះផ្លែតសក់ពោតអីចឹងទៅដាក់លេគ្នាអញ្ចឹងទៅក៏គាត់តម្លាក់ឲ្យបោះឲ្យអញ្ចឹងណាហើយគាត់ក៏ប្រាប់ថាហ្នឹងហើយគាត់ថាអញភ្លេចមិញអញអត់បាននឹកឃើញឥឡូវអញឲ្យហើយអញទឹកកាត់តាមនេះក៏អញមិននឹកឃើញថាឲ្យឥឡូវអញឲ្យហើយយកទៅស៊ីយកទៅអីចុះហើយកុំមកលងបន្លាចទៀតឲ្យគោអញមិនដើរទៅផ្ទះចុះគាត់បោះហើយក៏ស្ងាត់ទៅបាត់ម្នាក់ហ្នឹងទៅហើយគោក៏ទៅដើរមកផ្ទះធម្មតាអញ្ចឹងទៅហ្នឹងហើយនឹងរឿងទី2ហើយរឿងទី3គឺដំណាក់កាលដែលគេកាយទំនប់ហ្នឹងហើយកាលនោះគឺមានក្រុមគ្រឿងចាក់គេធ្វើប្រព័ន្ធណាហ្នឹងហើយគេធ្វើបលាយដែលសល់ពីសម័យពលពតហ្នឹងមកក៏គេកាយធ្វើសាថ្មីអញ្ចឹងណាហ្នឹងហើយគេកាយគេធ្វើឲ្យមានរុនបលាយរុនអីច្បាស់លាស់ជាងមុនអញ្ចឹងណាគេធ្វើឲ្យធំជាងមុនអញ្ចឹងទៅក៏ដល់ពេលដែលគេកាយទំនប់ហ្នឹងពេលគេកាយទំនប់ហ្នឹងគឺចាស់ក្នុងភូមិហ្នឹងហើយមេភូមិមិនក៏ដោយក៏គាត់ប្រាប់ថាកុំអោយកាយហើយបើកាយមុននឹងកាយត្រូវសែនព្រេនឲ្យគេសិនហ្នឹងហើយត្រូវសែនប្រាប់គេសុំគេអញ្ចឹងណាពោះទំនប់ហ្នឹងគឺគេជឿថាវាមានខ្មោចជាម្ចាស់ជាដែលគេកប់នៅហ្នឹងអញ្ចឹងដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងថាគេសម្លាប់ហើយគេកប់នៅហ្នឹងអញ្ចឹងទៅពួកវិស្វកម្មហ្នឹងពួកក្រុមធ្វើប្រព័ន្ធហ្នឹងគឺគេអត់ស្ដាប់ទេគេអត់ជឿអញ្ចឹងណាហ្នឹងហើយពួកគេអ្នកកាន់គ្រឿងចាក់ហើយគេពីប្រគេតជឿនលឿនដែរអញ្ចឹងណាអញ្ចឹងគេអត់ជឿទេអញ្ចឹងក៏គេយកអិចមកកាយដល់ពេលកាយអញ្ចឹងទៅគាត់នៅម្ដាយមុនដំបូងណាគាត់នៅច្រត់ម្ដាយមុនដំបូងគឺបាក់ដៃយកបាក់ដៃអិចហ្នឹងបាក់កន្លែងប៉ែលវាបាក់យកមកលឺខ្លាំងមែនទេពេលហ្នឹងគឺខ្ញុំខ្វៀលគោនៅចិត្តហ្នឹងដែរខ្ញុំដឹងរឿងលឺបាក់អញ្ចឹងទៅក៏ពួកខ្ញុំនាំគ្នាតែមើលអញ្ចឹងណាវាលឺខ្លាំងពេកបាក់មិនបាក់ខ្ចៅអីណាបាក់ដៃហ្នឹងហ្មងបាក់ដៃហ្នឹងទៅហើយអិចហ្នឹងក៏មកគេផ្អាកសិនហើយគេហៅអិចមួយទៀតមកអញ្ចឹងណាហ្នឹងហើយដល់ពេលហ្នឹងគឺគេមិនជឿទេដោយសារគេគិតថាប្រហែលជាដោយសារដីនឹងវារឹងពេកអញ្ចឹងណាដល់ពេលអិចហ្នឹងគេដឹកមកដល់ហើយថ្មីដែលគេយកមកហ្នឹងគេយកមកពីការឋានសេមកគេដឹកមកគឺគាត់ណាចោះពីលើឡានហ្នឹងមកហើយអិចហ្នឹងលេងដំណើរការហើយលុតម៉ាស៊ីនឈឹងហ្មងធ្វើម៉េចក៏អត់ឆេះដែរក៏ចាស់ក្នុងភូមិក៏មកប្រាប់ម្ដងទៀតថាត្រូវទៅសែនដាច់ខាត់ត្រូវទៅសែនម្ដងព្រោះអីគេអាចព្រមទេអញ្ចឹងពួកហ្នឹងក៏ចាប់ផ្ដើមជឿតិចហើយក៏យកក្បាលជ្រូកយកមន់ស្ងោអញ្ចឹងណាហ្នឹងហើយរបស់គេសែនហ្នឹងទៅក៏ឲ្យចាស់ក្នុងភូមិហ្នឹងជួយសែនដែរហ្នឹងហើយសែនប្រាប់គេទៅថាយើងកាយក្នុងគោលបំណងបែបនេះហ្នឹងហើយសូមកម្មាទោសអីចឹងដែរក៏គេយកអិចថ្មីនេះមកក៏កាយបានហ្នឹងហើយកាយបានកាយអាហ្នឹងហើយរួចស្រាប់តែព្រឹកឡើងគឺតកងអិចហ្នឹងគឺសុំឈប់ឲ្យទៅផ្ទះតែម្ដងហើយឈឺហ្នឹងហើយយើងអត់បានដឹងថារឿងអីកើតឡើងចំពោះគាត់ទេគាត់អត់បានប្រាប់ថាមានរឿងអីទេគឺគាត់ទៅតែផ្ទះម្ដងទេឲ្យបងប្អូនមកយកគាត់អត់នៅកន្លែងនឹងបានទេហើយមិនដឹងថាមកយប់ហ្នឹងគឺគាត់ជួបអីខ្លះទេអត់មានណាដឹងគាត់បានប្រាប់ណាគេទេអញ្ចឹងរឿងទី3ហ្នឹងគឺប៉ុណ្្នឹងតើទៅនឹងការកាយដែលខ្ញុំបានឃើញផ្ទាល់ហ្នឹងហើយហើយខ្ញុំបានដឹងរឿងដែរបន្ទាប់ពីគេកាយទំនប់នឹងហើយក៏គេធ្វើស្ពានណាហ្នឹងគេធ្វើស្ពានឈើហើយស្ពានឈើគេធ្វើមុំល្អស្ពានហ្នឹងនៅដល់រងថ្ងៃហ្នឹងហើយគឺស្ពានហ្នឹងគឺអាចបោះតែគោយន្តបោឡានអីបានហ្នឹងហើយស្ពានធំមែនតើអញ្ចឹងនៅចន្លោះឆ្នាំ2011 2012ហ្នឹងគឺមានកំឡោះវាស្ទាវភូមិមួយក្រុមអញ្ចឹងទៅហ្នឹងហើយគ្នាគេ4-5នាក់អញ្ចឹងទៅគេដើរលេង
ជាធម្មតាបើយើងទៅវត្តយើងដើរតាមផ្លូវវាគឺវាឆ្ងាយហ្នឹងហើយយើងអត់មានម៉ូតូអីច្រើនជិះទេមានតែដើរទេប៉ុន្តែបើដើរផ្លូវកាត់លឿនប៉ុន្តែគាត់ថាត្រូវឆ្លងស្ពានទំនប់ហ្នឹងហើយពេលអញ្ចឹងទៅក្រុមស្ទាវហ្នឹងគឺដើរតាមផ្លូវហ្នឹងហើយដើម្បីទៅលេងវត្តណាការនោះគឺរដូវកាលគេធ្វើទេសនាហ្នឹងហើយនៅវត្តទេសនាអញ្ចឹងទៅគេមានដាក់ល្ខោនដាក់បាសបោះត្រាដាក់សេះហោះហើយអញ្ចឹងណាហ្នឹងហើយគេមានលេងកំសាន្តឲ្យច្រើនណាសប្បាយកាលហ្នឹងអញ្ចឹងទៅក៏មានស្ទាវមួយក្រុមហ្នឹងគ្នាគេ 4-5 នាក់អញ្ចឹងទៅគេដើរតាមហ្នឹងគេដើរតាមស្ពានហ្នឹងហើយគាត់ថាពេលយប់ដំបងហ្នឹងដើរទៅដោយសារស្ទាវហ្នឹងក៏គាត់ដឹងថាទំនប់ហ្នឹងវាមានរឿងវាមានខ្មោចលងអញ្ចឹងណាហ្នឹងហើយគាត់ក៏ដឹងដែរហើយក៏ទៅដល់កន្លែងហ្នឹងថាកុំលងអញកុំធ្វើឲ្យអញមើលចាំមកវិញអញទិញស្ករគ្រាប់ឲ្យទិញអីឲ្យស៊ីអញ្ចឹងណាហ្នឹងហើយទិញនំទិញអីអញ្ចឹងទៅក៏ដើរទៅគឺអត់មានអីទេគ្នាគេ5នាក់6នាក់អញ្ចឹងទៅដើរទៅលេងនៅវត្តសប្បាយអញ្ចឹងទៅដល់ពេលមកវិញក៏ទិញស្ករគ្រាប់ផ្ញើមែនហ្នឹងហើយវាថាគេនឹងគោរពសច្ចៈដែរអញ្ចឹងណាគេមិនសូវជាប្រមាថអីប្រមាណទេគ្រាន់ថាគេគោរពពាក្យសច្ចៈដែរគេមកគេទិញមកឲ្យហ្នឹងគេទិញមកក៏គេដាក់លើភ្នាក់ឡាយស្ពានហ្នឹងទៅគេថាឥឡូវអញទិញមកឲ្យហើយកុំលងអីអញ្ចឹងណាហ្នឹងហើយអាហ្នឹងយប់ទី1យប់ទី2ទៅទៀតហើយទៅក៏និយាយដូចគ្នាហ្នឹងហើយថាចាំមកវិញអញទិញស្ករគ្រាប់ឲ្យកុំលងអញហ្នឹងហើយប៉ុន្តែយប់ទី2ហ្នឹងទៅគឺពេលមកវិញទិញស្ករគ្រាប់មកដូចគ្នាក៏ប៉ុន្តែគេទិញកំភ្លើងជ័រណាកំភ្លើងបាញ់ទៅលឺហ្នឹងហើយដូចផាវហ្នឹងហើយអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ស្គាល់ហើយកំភ្លើងដាក់គ្រាប់ទៅវាបាញ់ទៅវាលឺហ្នឹងហើយអ្នកទាំងអស់គ្នាប្រហែលជាដឹងហើយអាហ្នឹងកាលហ្នឹងក៏តម្លៃវាដូចជា 1,500 ហើយនឹង 2,000 អាធំ 2,000 ហ្នឹងមកពួកហ្នឹងក៏យកកំភ្លើងម្នាក់មួយមកបាញ់គ្នាលេងនៅស្ពានហ្នឹងបាញ់គ្នាលេងនៅស្ពានហ្នឹងបាញ់ទៅបាញ់ចុះបាញ់ឡើងទៅគ្នា 4-5 នាក់ចឹងទៅហើយបាញ់ដុតផាវដល់ដីដែរអញ្ចឹងណាហ្នឹងហើយក៏អត់មានអីទេអត់មានអ្នកលងអីទេគាត់ថាពេលយប់ទី2ហ្នឹងគឺគាត់ថាបាញ់កំភ្លើងលេងទេហ្នឹងហើយបាញ់កំភ្លើងលេងអញ្ចឹងណាអញ្ចឹងទៅស្រាប់តែសមាជិកគេម្នាក់ហ្នឹងក៏ដេកយសពយប់ឡើងមកក៏ដេកយសពថាមានគេមកប្រាប់ថាកុំឲ្យរំខានគេយប់ឡើងគេត្រូវដេកពួនអញ្ចឹងណាហ្នឹងហើយថាមានប្រុសម្នាក់ហ្នឹងមកប្រាប់មិនមែនទៅខឹងខោអីទេបានគាត់ថាកុំឲ្យរំខានគេថ្ងៃក្រោយគេត្រូវការដេកត្រូវការពួនដែរអញ្ចឹងណាហ្នឹងហើយយសពអញ្ចឹងទៅប៉ុន្តែគាត់ក៏បាននិយាយប្រាប់សមាជិកគេដែរពេលយប់ស្អែកយប់បញ្ចប់ហ្នឹង3ថ្ងៃហ្នឹងគឺយប់បញ្ចប់ហ្នឹងក៏ទៅទៀតហើយគាត់ក៏បាននិយាយប្រាប់ណាគេដែរហើយដោយសារក្មេងមិនជឿអញ្ចឹងណាក្មេងស្ទាវដែរឈាមរាវដែរអញ្ចឹងណាអញ្ចឹងអត់ទៅជឿទេរឿងហ្នឹងពេលអញ្ចឹងទៅស្រាប់ទៅលើកនេះសមាជិកឡើងដល់7នាក់ហ្នឹងហើយដោយសារមានអ្នកចូលរួមដែរហើយមានម្នាក់ដែលមាត់ដាច់ហើយរបៀបមនុស្សប្រមាថដែរម្នាក់ហ្នឹងគឺឈ្មោះថាអាគង់គាត់នៅដល់រងថ្ងៃអញ្ចឹងណាគាត់នៅភូមិនឹងរងថ្ងៃអាគង់ហ្នឹងមនុស្សមាត់រអិលអញ្ចឹងទៅក៏ទៅជាមួយគេយប់ចុងក្រោយហ្នឹងដល់ពេលទៅដល់ពួកហ្នឹងក៏និយាយទៀតថាកុំលងអញណាចាំមកវិញអញទិញឲ្យស៊ីហ្នឹងហើយអញ្ចឹងទៅក៏អត់អីទេពេលហ្នឹងក៏អត់មានណាគេប្រមាថអីទេគឺគាត់តែគេប្រាប់ប៉ុណ្ណឹងដូចរាល់ដងអញ្ចឹងហើយក៏ទៅលេងនៅវត្តទៅដល់ពេលមកវិញគឺទិញដូចគ្នាទិញស្ករគ្រាប់ទិញនំទិញអីអញ្ចឹងណាទិញមកជាធម្មតាអញ្ចឹងទៅក៏ប៉ុន្តែពេលដើរមកតាមផ្លូវស្រាប់តែម្នាក់ឈ្មោះគង់ហ្នឹងគាត់សុំអានំហ្នឹងស៊ីតើអញស៊ីមកអញ្ចឹងម្នាក់ហ្នឹងថាអត់ទេទុកយកទៅផ្ញើគេព្រោះយើងប្រាប់គេហើយចាំយកទៅដាក់នៅទំនប់ចាំយកទៅឲ្យគេនៅទំនប់អញ្ចឹងណាព្រោះយើងប្រាប់គេថាយើងសែនឲ្យគេអាគង់នឹងថាទៅជឿអីរឿងចោះវាគ្មានតែមានអីមែនទេកុំតែបំផ្លាញលុយអញ្ចឹងម្នាក់គង់ហ្នឹងគឺគាត់ទៅចេះហ្មងគាត់ថាយកទៅបានហ្មងគាត់ថាយកឲ្យទៅបានហ្មងយកអានំនឹងស៊ីឲ្យទៅបានអញ្ចឹងណាអញ្ចឹងក៏ម្នាក់ហ្នឹងក៏ទ្រាំបានក៏ឲ្យម្នាក់ហ្នឹងស៊ីអស់ទៅស្ករគ្រាប់នំអីចឹងណាដល់ពេលម្ដងកន្លែងស្ពានហ្នឹងគឺបាញ់គ្នាដូចគ្នាអត់មានឈប់ទេកំភ្លើងម្នាក់មួយគឺបាញ់គ្នាទិញគ្រាប់មកប្រហែលបាញ់នៅហ្នឹងទាំងអស់គាត់ថាគ្នាគាត់7នាក់មួយខាង3មួយខាង4បាញ់ចុះបាញ់ឡើងនៅកណ្ដាលស្ពានហ្នឹងស្រាប់តែមានអ្នកទី8ហ្នឹងគឺដើរចេញពីគល់ស្ពានខាងក្រោយមកបាញ់ដែរឬសំឡេងកំភ្លើងបាញ់តែលឺខ្លាំងបាញ់ផោងមកគាត់ឆ្ងល់ទេចាំសមាជិក7នាក់ហ្នឹងហើយមួយខាង3មួយខាង4ហើយស្រាប់តែមានណាគេដើរមកពីក្រោយចេញពីគល់ស្ពានមកបាញ់ហើយស្រែកថាពួកអញចេះឆ្លងទេស្រែកប៉ុណ្ណឹងហើយពួកគាត់ស្ងាត់ឈឹងមកជប់បានតែសកម្មភាពគឺបញ្ឈប់ទាំងអស់ហើយស្ដាប់តែមានលឺអីទាំងអស់ពេលហ្នឹងគឺពួកគាត់ឈរញ័រហើយវិធីមួយគឺ
បែររត់មកផ្ទះពួកសំឡេងហ្នឹងគឺលឺចេញពីខាងក្រោយមិនន័យថាគល់ស្ពានខាងក្រោយអញ្ចឹងគាត់ត្រូវដើរមកផ្ទះគឺគាត់ត្រូវដើរមកមុខអញ្ចឹងណាពេលគាត់ដើរមកគាត់ងាកមកច្បាច់ពិលមកដល់ឃើញចុងស្ពានខាងមុខហ្នឹងមានគេអង្គុយនៅភ្នាក់ដៃស្ពានហ្នឹងមនុស្សពោះធំបែរខ្នងដាក់ទៀតពេលហ្នឹងពួកគាត់អត់មានគិតអីទេក្រៅពីរត់ទាំងអស់គ្នាតែម្ដងហើយអត់មានអ្នកបែរក្រោយទេមានតែម្នាក់ដែលបែរក្រោយគឺអាគង់បែរក្រោយហើយចង់និយាយថាពេលរត់ផុតទៅបែរក្រោយមកក៏ឃើញមុខម្នាក់ពោះធំហ្នឹងនៅទាំងនេះដឹងមិនរត់មកដល់ផ្ទះអាគង់នឹងឈឺបណ្ដោយព្រឹកឡើងអាគង់នឹងឈឺហ្នឹងហើយអាគង់នឹងឈឺហើយទ្រាំបានជាវិញចង់និយាយទៅស្មារតីពេលហ្នឹងគឺអត់នឹងនៅទេដោយសារវាឃើញមុខហ្នឹងហើយអាហ្នឹងគឺពាក់ព័ន្ធនឹងរឿងទី4ហ្នឹងហើយរឿងពាក់ព័ន្ធនឹង Steel ហ្នឹងហើយរឿងមួយទៀតគឺជារឿងចុងក្រោយដែរគឺរឿងដាក់សន្ទូចហ្នឹងហើយហ្នឹងគឺខ្ញុំនៅក្នុងព្រឹត្តិការណ៍ហ្នឹងដែរប៉ុន្តែគាត់ថាអត់បានជួបដូចគេអញ្ចឹងរឿងហ្នឹងគឺការឡើងថ្មីហ្នឹងដែរក្នុងឆ្នាំ2015 16ហ្នឹងតែខ្ញុំនៅទាំងក្មេងៗដែរខ្ញុំរៀនហាក់ទី7ទី8អញ្ចឹងណាហ្នឹងហើយជាធម្មតាយើងរៀនពេលព្រឹកហើយពេលថ្ងៃយើងទៅមើលគោហើយពេលល្ងាចយើងដាក់សន្ទូចព្រោះអីពេលហ្នឹងគឺទឹកឡើងខែឧស្សាហ៍អញ្ចឹងទឹកវាឡើងអញ្ចឹងទៅវាមានទឹកពេញវាលអញ្ចឹងទៅគេដាក់សន្ទូចគេកាប់នុយចលែនដាក់ហ្នឹងហើយដាក់មានត្រីផ្ទក់មានត្រីណែងត្រីអីចឹងណាគឺដាក់បានមែនទេអញ្ចឹងទៅវាជក់នឹងអាការដាក់សន្ទូចហ្នឹងណាអញ្ចឹងក៏គ្នាខ្ញុំ5នាក់ហ្នឹងហើយរឿងហ្នឹងក៏បានកាត់ឡើងទៅលើសមាជិកខ្ញុំម្នាក់គឺឈ្មោះអាភីជាធម្មតាយើងដាក់5នាក់អញ្ចឹងទៅរៀនយើងណាត់គ្នាអញ្ចឹងទៅពេលងាកមកពីគ្រាគោវិញយើងកាប់នុយចលែនហើយក៏យកទៅដាក់សន្ទូចអញ្ចឹងទៅយើងមាន7ម្នាក់មួយអញ្ចឹងទៅដាក់អញ្ចឹងទៅថ្ងៃនេះយើងណាត់គ្នាដាក់ទៅកន្លែងនេះណាត់គ្នាដាក់កន្លែងនោះអញ្ចឹងណាស្រាប់តែមានថ្ងៃមួយគឺយើងណាត់គ្នាដាក់នៅម្ខាងស្ទឹងហ្នឹងម្ខាងស្ពានទំនប់ហ្នឹងហើយអញ្ចឹងទៅក៏ណាត់គ្នាហើយថានឹងទៅដាក់នៅល្ងាចនេះអញ្ចឹងយើងណាត់កាប់នុយដោយរាល់ដងអញ្ចឹងណាហ្នឹងហើយកាប់នុយអញ្ចឹងទៅស្រាប់តែថ្ងៃនោះគឺមកតែ4នាក់តែអាភីអត់មកទេប្រហែលជាវារវល់ទៅចង្ការទៅអីជាមួយពុកម៉ែវាអញ្ចឹងណាអត់ឃើញវាមកទេក៏គិតថាបែរជាមិនអីទេយើងកាប់នុយឲ្យវាទៅហ្នឹងហើយយើងកាប់នុយបានខ្លួនឯងហើយចាំជួយកាប់គ្នាទៅបាននុយឲ្យអាភីផងចាំវាមកគឺយើងទៅដាក់ទាំងអស់គ្នាតែម្ដងហ្នឹងហើយពេលអញ្ចឹងគិតរួចគ្នាហើយក៏កាប់នុយឲ្យវាហើយក៏អត់ឃើញវាមកទៀតនៅតែមិនឃើញវាមកហើយម៉ោងក៏5ជាងឯងអញ្ចឹងដូចអ្នកទាំងនេះដឹងហើយថាខែវស្សាគឺម៉ោង5មិនតាន់ទេគឺថ្ងៃរលិចហើយអញ្ចឹងក៏ចាប់ផ្ដើមចេញទៅដាក់សន្ទូចនៅស្ទឹងធំដែលនៅម្ខាងទំនប់ហ្នឹងអញ្ចឹងណាស្ទឹងហ្នឹងគេហៅស្ទឹងតកើហ្នឹងហើយតកើហ្នឹងអញ្ចឹងគ្រាន់តែដើរដល់គោស្ពានហ្នឹងក៏មានអ៊ំម្នាក់គាត់ដើរមកពីតកើគាត់ដើរមកពីស្ទឹងធំហ្នឹងគាត់ថាទឹកឡើងច្រើនណាស់មិនបាច់ទៅទេគាត់ថាទឹកឡើងហើយទឹកវាជ្រៅអញ្ចឹងយើងដាក់អត់កើតទេណាមួយទឹកវាហូរខ្លាំងអញ្ចឹងណាបើយើងដាក់ខាងវាអត់កើតទេព្រោះវាដប់វាមានព្រៃមានអីអញ្ចឹងណាអញ្ចឹងដាក់អត់កើតទេដាក់ពិបាកណាស់អញ្ចឹងណាអញ្ចឹងពួកខ្ញុំក៏គិតថាទៅដាក់មិនកើតដដែលមិនបាច់ទៅទេយើងដាក់កន្លែងចាស់ជាងទៅអញ្ចឹងណាអញ្ចឹងក៏យើងបកក្រោយមកវិញអញ្ចឹងទៅហ្នឹងហើយប៉ុន្តែអាភីមកក្រោយវាមកក្រោយគេហើយវាទៅដោយសារចិត្តចង់ដាក់ហ្នឹងគឺអត់ខានបានទេគឺត្រូវទៅហើយណាមួយណាត់គ្នាហើយអាភីវាកាន់ដាក់សន្ទូចហ្នឹងទៅនុយវាអត់ខ្វល់ទេពួកវាដឹងតែពួកខ្ញុំកាប់ឲ្យហើយទោះបីមិនបានកាប់ឲ្យក៏វាយកនុយពួកខ្ញុំដាក់ដែរអញ្ចឹងក៏វាទៅហើយពួកខ្ញុំក៏ទៅដាក់កន្លែងចាស់អញ្ចឹងទៅវាអត់ដឹងវាទៅក្រោយហើយពេលយប់ហ្នឹងវាថាដើរទៅតាមស្ពានហ្នឹងគឺអត់អីទេដើរទៅអត់មិនជាខ្លាចប្រហែលទេព្រោះចិត្តចង់អញ្ចឹងវាដើរទៅផុតហ្នឹងទៅផុតស្ពានហ្នឹងទៅដល់វាលមួយទៀតហើយចិត្តស្ទឹងមួយទៀតអញ្ចឹងណាអញ្ចឹងក៏វាអត់មានឃើញណាទាំងអស់ឃើញតែទឹកសក់របស់អញ្ចឹងក៏ស្ងាត់ឈឹងអញ្ចឹងទៅហើយវាក៏ស្រែកហៅពួកខ្ញុំហ្នឹងហើយពេលវាស្រែកហៅអញ្ចឹងទៅហៅម្ដងពីរដងទៅក៏ស្រាប់តែមានអ្នកឆ្លើយប៉ុន្តែមិនមែនឆ្លើយនៅមុខទេគឺឆ្លើយនៅកន្លែងទំនប់ហ្នឹងឆ្លើយវាថាសំឡេងពួកខ្ញុំច្បាស់ណាស់ហើយធម្មតាកូនហើយធម្មតាកូនក្មេងមិនដែលស្រែកហៅឲ្យឆ្លើយទាំងអស់គ្នាទាំង4នាក់ហ្នឹងថាសំឡេងពួកខ្ញុំហ្នឹងវាថាឆ្លើយទាំងអស់គ្នាហើយសំឡេងគឺច្បាស់ណាស់ពួកខ្ញុំហ្នឹងពេលហ្នឹងហើយទៅក៏វាក៏ឆ្ងល់ថាម៉េចពួកនឹងមកក្រោយវិញទាំងដែលវាដឹងថាខ្លួនវាហ្នឹងមកក្រោយគេទាំងអស់ហើយអញ្ចឹងក៏វាដើរមកក្រោយវិញហើយដើរដល់ចិត្តទំនប់ហ្នឹងក៏វាហៅម្ដងទៀតគឺឆ្លើយនៅកន្លែងស្ពានហ្នឹងដល់ពេលឆ្លើយកន្លែងស្ពានហ្នឹងក៏វាដើរមកកន្លែងស្ពានហ្នឹងទៅ
đào bằng là phiến ăn miên là gì thì hay được bây bị hao đòn tiết lư nơi còi mình hao là thiết lư nơi còi mình và bây chẳng có vía chập đam đằng ấy tham riêng miên rừng ấy cạn láng về nữa cứ vi rút vô rồi vi rút mô te vô rồi về rút máu co bực làng phụ nhóm có đăng ấy này chẳng những tờ riêng thòm nào đặc biệt tới có vi khăn bộ dương tới hay dương xu biết có đăng riêng tới thả ví dụ mà những vía tới tất cử mà này ai chẳng để bố nhỏ ban từ dân có prap tam là tới tham vi miên rừng chanh chanh máu có vi vô dân từ để xa mình đã hay mệt phèn kia chẳng tới vía còn bằng khăn người cha này nhá bàn tay bàn thái dùng mánh cứ việc lại mình thế ní cái riêng trong cáo năng này này tọt ní nhom miên và pan nắng hay nâng nhân nơi miên rừng tràn thứ nhất bàn tay dương nâng chụp này nó bị đầu cáo hay là tọt ní đây ban snap đo sạch riêng trong cáo xôm comment rụp bẹt đôn po bài to mùi máu mày ở nhom đăng tha này tọt ní ban snap đo là sạch riêng trong cáo chẳng á